យើងគេងអត់លក់វាមានមូលហេតុច្រើនជួនកាលមកពីយើង stress ខ្វាយខ្វល់ច្រើនពេកណាបងប្អូនគ្នាកុំខ្វល់ខ្វាយកុំពិបាកចិត្តច្រើនពេកទុកលំបាកថ្ងៃណាគឺវាមានត្រឹមតែថ្ងៃហ្នឹងអញ្ចឹងថ្ងៃស្អែកគឺជារឿងថ្មីទៀតខ្វល់ខ្វាយច្រើនពេកសុខភាពយើងទ្រុឌទ្រោមលឿនណាស់ដោះស្រាយអីមិនចេញទេជួនកាលអាចមកពីបញ្ហាសុខភាពរបស់យើងជួនកាលអាចមកពីយើងញ៉ាំថ្នាំផ្សះច្រើនពេកអញ្ចឹងវាមានមូលហេតុច្រើនណាដើម្បីដោះស្រាយបញ្ហាគេអត់លក់ខ្ញុំមានដំណោះស្រាយខ្លះៗបងប្អូនគ្នាអាចព្យាយាមដើម្បីស្ដារសុខភាពហើយនឹងរូបរាងរបស់យើងដើម្បីឲ្យការគេងរបស់យើងមានភាពប្រសើរឡើងវិញទីមួយបងប្អូនគ្នាញ៉ាំអាហារប្រភេទម្សៅឲ្យបានគ្រប់គ្រាន់ដូចជាបាយដូចជាដលងប៉ុន្តែកុំញ៉ាំច្រើនពេកញ៉ាំក្នុងបរិមាណមួយដែលគ្រប់គ្រាន់កាលណាយើងញ៉ាំអាហារប្រភេទម្សៅនោះអត់បានគ្រប់គ្រាន់ទេគឺធ្វើឲ្យយើងពិបាកគេងទី2ចាប់ពីពេលរសៀលទៅបងប្អូនគ្នាកុំញ៉ាំកាហ្វេទី3ពេលល្ងាចពេលចេញពីធ្វើការបងប្អូនគ្នាព្យាយាមធ្វើលំហាត់ប្រាណខ្លះកន្លះម៉ោងអីទៅការធ្វើលំហាត់ប្រាណគឺជួយគ្រប់គ្រងដល់លំនេករបស់យើងទី4បងប្អូនគ្នាបង្កើតទម្លាប់ក្នុងការគេងកាលណាយើងទម្លាប់ចូលគេងម៉ោងប៉ុណ្ណាទៅដល់ម៉ោងហ្នឹងវិញគឺយើងងុយគេងហើយទី5កន្លះម៉ោងមុនគេងបងប្អូនគ្នាកុំមើលទូរស័ព្ទទី6អាហារពេលល្ងាចបងប្អូនគ្នាព្យាយាមញ៉ាំឲ្យបានគ្រប់គ្រាន់ហើយជៀសវាងអាហារដែលមានរសជាតិដិតខ្លាំងអញ្ចឹងជំហានដំបូងនេះបងប្អូនគ្នាអាចព្យាយាមធ្វើតិចម្ដងទៅដល់ពេលដែលបងប្អូនគ្នាព្យាយាមធ្វើជារៀងរាល់ថ្ងៃបងប្អូនគ្នានឹងដោះស្រាយបញ្ហានេះបាន